តក់ទៅបាត់ដំបង Feel the sunshine on your skin as the waves are crashing in. Oh, I miss those bright sunny days. 'Cause we would hang out by the pool, eating ice cream, staying cool. Oh, I wish that things were the same. នេះមិនដែលជាដំណើរកម្សាន្តមួយដែលខ្ញុំមិនតឹងរង់ចាំទេប៉ុន្តែឥឡូវអ្វីដែលខ្ញុំចង់បានផុតគឺត្រឡប់ទៅវិញម្ដងទៀតពួកយើងទៅនេះគឺជាកម្មសិក្សាចោះទៅស្រាវជ្រាវនិងស្វែងយល់បន្ថែមអំពីរុក្ខជាតិឱសថនៅតំបន់ភ្នំម៉ាណន់ខេត្តបាត់ដំបងអញ្ចឹងខ្ញុំនឹងនាំអ្នកនរគ្នាទៅផ្សងព្រេងជាមួយខ្ញុំនិងបង្ហាញពីទស្សនវិជ្ជាលំបាកផងនិងសប្បាយផងពួកខ្ញុំបានទៅដល់ស្ថានភាពប្រហែលម៉ោង12ថ្ងៃត្រង់ពួកយើងក៏យកអីវ៉ាន់ទៅដាក់ក្នុងបន្ទប់រៀងៗខ្លួនញ៉ាំបាយងូតទឹកសម្រួលអារម្មណ៍និងសម្រាកនៅប្រហែលម៉ោង4កន្លះខ្ញុំចេញទៅញ៉ាំបាយឆានិងសាច់អាំងឬគេហៅថាគោឡើងភ្នំជាមួយនឹងមិត្តញ៉ាំហើយក៏នាំគ្នាទៅដើរលេងតាមដងស្ទឹងសង្កែនេះកំពុងសម្ដែងធ្វើដើរដឹងខ្លួនអីចឹងក្រោយពីទៅដល់បន្ទប់វិញងូតទឹកអីហើយក៏ប្រហែលម៉ោង7កន្លះខ្ញុំបានចូលគេងមុនគេព្រោះអស់កម្លាំងពេកប៉ុន្តែមានណាគេងតែខ្ញុំមិត្តភ័ក្តិនិងអ្នករួមបន្ទប់ខ្ញុំកំពុងបែកស្លុយនៅបន្ទប់ផ្ទល់មុខណាKeep it 100 every time I come with trouble. Know we coming with the right ones, yeah. 35 can't play, get a bag on ya. Never with the games, put a tag on ya. I ain't getting lit, cause my future too bright. Joey hit me up, I said that's just on site. No, it's too nice. No ops, no lights, doing heist to me. Never hit before, and I'm feeling too white. Gotta roll like a road on. Whoa. Oh, you already know I can make your life a push start, press go. Say we're off to a good start, let's smoke. Blew the brains off the coupe, baby, explode. ឥឡូវព្រឹកថ្ងៃទី2ហើយក្រោយពីញ៉ាំបាយព្រឹករួចយើងកំពុងតែជិះទៅជើងភ្នំម៉ាណន់ដើម្បីសួរនាំអ្នកភូមិអំពីការប្រើប្រាស់ឱសថបុរាណខ្មែរព័ត៌មានដែលយើងទទួលបានអំពីការប្រើប្រាស់ថ្នាំនិងរុក្ខជាតិឱសថផ្សេងៗគឺសម្រាប់ទុកសិក្សាបន្តក្រោមបែបផែនជាសាស្ត្រចូលអូនមានអាហាររុក្ខជាតិដែលយកមកដើម្បីព្យាបាលបុកអីឈ្មោះអាហ្នឹងឈ្មោះវាបើនិយាយពីបិទឲ្យរហ័សធ្លីគេមានពីរលក្ខខណ្ឌមួយលក្ខខណ្ឌខ្ទឹមហើយនឹងជាមួយអាការស្មៅផ្ទុះនេះផ្ទុះពុជការស្មៅនោះវៃការស្មៅខ្ទឹមយើងខ្ទឹមសបុកលីនឹងត្រាំហ្នឹងបិទមុខឲ្យគ្នាខ្ទឹមសយកទៅឆាន់ណាខ្ទឹមសយកទៅឆាន់បុកតិចទៅលាយជាមួយនឹងអាការស្មៅផ្ទុះហ្នឹងដើម្បីលាយវាមកបិទចាចំណាគេប្រើបុរាណសិតគេប្រើត្រង់បាយសត្រួយបាយសគេបោះត្រង់ដូចខ្ញុំធ្វើអំបោនេះដឹងកត្រង់បាយសនៅហ្នឹងគេហៅកន្ត្រងបាយសបាទចាជាអំបោះបុរាណណាពីល្អិលជាល្អិលត្រួយល្អិលអាហ្នឹងយកទៅបុកយកត្រួយបុកលេងមកត្រួយរបស់វាបាទយកទៅត្រួយទៅចឹងសុំមកប្រធានបទទៀតជំងឺមហារីកចាមហារីកយើងក្នុងការយកអាមើមกับភ្លឹងមើមអានឹងនេះទីបារាំងនេះចឹងអូស្កប់ការភ្លឹងហ្នឹងតែយកមើមវាចាដើមវាបែកការពណ៌សស្លឹកវាតេតងនៅខាងមហារីកស្លឹកទៅដើមគីចាណាដើមគីហ្នឹងគឺស្លឹកទៅពេលមើមទៅកើតពីមហារីកហ្នឹងមើមចាក្នុងមកមុខហ្នឹងត្រូវពីផ្នែកមិនមែនដាក់លេខទេបាទចាយើងកាលទៅយើងដាក់លេខគេជាមួយស្លឹកមួយមើលមកទៅហត់ទៅកើតរហេហាតិចព្រោះថានេះគឺកើតក្នុងពីហត់ទៅស្លឹកក្នុងមួយស្លឹកនេះមានតែយើងយកតាមស្លឹកដាក់មួយទីក្រោយពីការចុះសួររួចរាល់អស់ពេលព្រឹកយើងក៏ទៅញ៉ាំបាយថ្ងៃ Guys say hi to the camera hi we did it yay
ហើយខ្ញុំគឺថាញ៉ាំញ៉ាំអត់ឈប់តែម្ដងហូតដល់គេឈប់ញ៉ាំនិយាយគ្នាលេងកន្លះម៉ោងអីហើយខ្ញុំនៅបន្តទៅពីពេញមាត់ដោយសារឃើញមហូបសល់អញ្ចឹងខ្លាចខាត Hãy thơm một ý chứ à Mọc đăng tiền ក្រោយពីបាយរួចមានការតម្រង់ទិសបន្តពីខាងសាលានិយាយអំពីរបាយការណ៍និងការងារដែលយើងត្រូវធ្វើឲ្យចប់ត្រឹមថ្ងៃស្អែកហើយពេលល្ងាចមកដល់ស្ថានភាពវិញគឺថាមិនបានកំសាន្តឬដើរលេងអីទៀតទេងូតទឹកញ៉ាំបាយជុំគ្នាធ្វើតែការងារតែម្ដងអ្នកគ្នាតស៊ូខ្លាំងណាស់មើលទៅមុខប្រូនេះទៅដឹងថាហត់នឹងស្លន់ប៉ុណ្ណានាំគ្នាដាច់យប់ខ្លះដល់ម៉ោង1ខ្លះដល់ម៉ោង3មកដល់ព្រឹកថ្ងៃទី3គឺធ្វើតទៀតដើម្បីបញ្ចប់ត្រៀមឡើងធ្វើបទបង្ហាញការងារនេះពេលសៀលលោកមកបែរក្រៅណែពេក Hello បងណា Hello trời, bậc hàm thu thêm rồng nè. នេះធីមញ៉ាំអីនោះធីមពងធ្វើការងារ Ở bên phía đâu, bên phía. នេះធីមញ៉ាំប Vai, ve mày lập bia bên chỉ cạp ពេលចប់គឺថាសបាយអមតែនដល់ពេលត្រូវឡើងធ្វើបង្ហាញភ្លេចមិនបានថតអីទាំងអស់ស្លន់ស្លោពេកប៉ុន្តែគឺថាការងារបេសកកម្មត្រូវបានបញ្ចប់ដោយជោគជ័យចប់ការងារអញ្ចឹងសល់តែរឿងមួយទេដើរលេង Cause even if the sky is falling, I'ma do it anyway. So save your worries, slide your loving. I can feel that good things coming. Finally believe that it's gonna be a bright one here. There's nothing wrong on the horizon. Ngày trong khối ban mà đo lấy nhom có bùng đa lên bị prắc rồi cái nhà mình tích sấn muôn nằng kê trình lan từ lọt từ nông pin vĩnh nhom ăn nhằm nông bị chọc chăng nằng mưa tích hiệp đòn tăng sông cá bị prắc chỉ được chừng cái đó Ăn hơi mày đó ពេលចប់ដំបូងខ្ញុំឆ្ងល់ដែរថាហេតុអ្វីបានខ្ញុំមានអារម្មណ៍នឹកខ្លាំងម្ល៉េះនៅដំណើរកម្មសិក្សាមួយនេះដែលខ្ញុំមិនដែលតឹងនឹងចង់ទៅសោះប៉ុន្តែឥឡូវខ្ញុំដឹងហើយថាវាមិនមែនសប្បាយដោយសារកន្លែងយើងទៅឬក៏បេសកកម្មយើងធ្វើនោះទេគឺសប្បាយដោយសារតែមនុស្សដែលយើងទៅជាមួយ